អង្គការ Plan អន្តរជាតិកម្ពុជាកំពុងឈានទៅសម្រេចបានទស្សនវិស័យឆ្នាំ2011-2015នៃផែនការយុទ្ធសាស្ត្រប្រចាំប្រទេសនិងកំពុងបន្តការងារគាំទ្រលើវិស័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដោយផ្ដោតការយកចិត្តទុកដាក់លើកុមារតូចក្នុងនោះដែរក៏បានបង្កើតសាលាគំរូជាច្រើនក្នុងតំបន់មួយចំនួនសាលារៀនទាំងនោះនឹងបានចែករំលែកចំណេះដឹងទៅដល់ពួកគេដោយសាលាដទៃទៀតដែលរាជរដ្ឋាភិបាលកំពុងគាំទ្រគំនិតដូចផ្ដើមនេះក្នុងគោលបំណងទទួលបានឱកាសកាន់តែប្រសើរឡើងចំពោះការងារអប់រំថ្នាក់បឋមសិក្សាប្រកបដោយគុណភាពជាពិសេសសម្រាប់កុមារីកម្មវិធីលើកកម្ពស់ការសិក្សានិងធានានូវការការពារកុមារឲ្យកាន់តែប្រសើរឡើងតាមរយៈការពង្រឹងគុណភាពសាលាកុមារមេត្រីការបង្កើនសិទ្ធិអំណាចនិងការចូលរួមរបស់កុមារការកសាងបណ្ដាញនិងការស្វែងរកការគាំទ្រមតិជាក់ស្ដែងកាលពីថ្ងៃទី19ដល់ថ្ងៃទី23ខែមករាឆ្នាំ2015កន្លងមកប្រតិភូនៃប្រទេសបែលហ្សិកបានអញ្ជើញមកជួបពិភាក្សាជាមួយនឹងឯកឧត្តមណាតប៊ុនរឿនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡានៅទីស្តីការក្រសួងក្នុងជំនុំនោះឯកឧត្តមរដ្ឋលេខាធិការបានធ្វើបទបង្ហាញស្តីពីស្ថានភាពអប់រំយុវជននិងកីឡាព្រមទាំងបានថ្លែងជម្រាបជូនប្រតិភូអំពីផែនការយុទ្ធសាស្ត្រអប់រំឆ្នាំ2014-2018ក្នុងបរិបទសមាហរណកម្មអាស៊ាននៅក្នុងជំនុំនោះដែរលោកសំសេរីរតន៍អគ្គនាយកដ្ឋានអប់រំក៏បានឲ្យដឹងផងដែរថាដើម្បីពង្រឹងគុណភាពអប់រំឲ្យកាន់តែមានលក្ខណៈល្អប្រសើរនោះគឺត្រូវតែមានការចូលរួមពីអ្នកទាំងអស់គ្នាបាទការងារអប់រំជាការងារទាំងអស់គ្នាដូច្នេះការចូលរួមអំពីមេដាបេដាសិស្សអំពីសហគមន៍ជាតិអន្តរជាតិជាការចាំបាច់ហើយទាមទារឲ្យយើងពង្រឹងនិងពង្រីកវាជាបន្តបន្ទាប់អញ្ចឹងកត្តានេះបើសិនជាយើងយកចិត្តទុកដាក់ជួយដល់កុមារកុមារីជាសិស្សានុសិស្សយើងទាំងអស់គ្នាយើងឃើញថាការងាររៀនសូត្ររបស់មួយនឹងមានការប្រែប្រួលរីកចម្រើនទៅអនាគតនៅក្នុងជំនួបនេះប្រតិភូនៃប្រទេសបែលហ្សិកបានលើកឡើងអំពីលទ្ធភាពក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងប្រទេសបែលហ្សិកដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជាគួររំលឹកផងដែរថាប្រទេសបែលហ្សិកបានផ្ដល់ជំនួយជាច្រើនក្នុងវិស័យអប់រំតាមរយៈការផ្ដល់ហិរញ្ញប្បទានដល់អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារក្នុងវិស័យអប់រំនិងតាមរយៈការផ្ដល់ហិរញ្ញប្បទានដោយផ្ទាល់ក្នុងការកសាងអគារសិក្សានិងបំពាក់សម្ភារៈសិក្សាសម្រាប់សិស្សនិងតាមរយៈការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាខាងផ្នែកបច្ចេកទេសច្បាប់កសិកម្មវិទ្យាសាស្ត្រនិងអប់រំដើម្បីឲ្យពួកគេទៅសិក្សាផ្ទាល់នៅប្រទេសបែលហ្សិកគួររំលឹកថាក្នុងក្របខ័ណ្ឌជំនួយដល់វិស័យអប់រំឆ្នាំ2014-2020តាមរយៈសហភាពអឺរ៉ុបដែលមានទឹកប្រាក់ប្រមាណជា440លានអឺរ៉ូឬប្រមាណជាង174លានដុល្លារនោះប្រទេសបែលហ្សិកក៏ជាម្ចាស់ជំនួយមួយដែរដូចជានៅក្នុងពេលនេះគឺសភារបស់បែលហ្សិកហ្នឹងគឺគាត់មកដើម្បីចង់ដឹងថាតើការអនុវត្តពិតប្រាកដក្រោយពេលដែលគាត់ផ្ដល់ជំនួយមកប្រទេសកម្ពុជាយើងហ្នឹងនៅតាមអង្គការ Plan ហ្នឹងគឺទទួលបានផ្លែផ្កាយ៉ាងណាខ្លះព្រោះគាត់ទទួលបានតែរបាយការណ៍នៅខាងក្រៅអញ្ចឹងគាត់គ្រាន់តែឮទេអញ្ចឹងគាត់ចង់មកពិនិត្យជាក់ស្ដែងឲ្យឃើញនឹងភ្នែកថាតើការវិវត្តវិស័យអប់រំនៅកម្ពុជាហ្នឹងយ៉ាងណាអញ្ចឹងហើយទើបជាមានដំណើរទស្សនកិច្ចរបស់សភារបស់ Belgium មកនៅក្នុងថ្ងៃនេះបាទថ្ងៃបន្ទាប់មកប្រតិភូនៃប្រទេសបែលហ្សិកបានអញ្ជើញចូលរួមកិច្ចប្រជុំនៅរដ្ឋសភាកម្ពុជាទាក់ទងទៅនឹងបញ្ហាវិស័យអប់រំនៅប្រទេសកម្ពុជាផងដែររួចមកបានបន្តដំណើរទៅកាន់ខេត្តសៀមរាបដើម្បីចូលរួមទស្សនាផ្ទាល់ទៅលើវិស័យអប់រំជាពិសេសនោះគឺការអភិវឌ្ឍកុមារតូចនៅក្នុងមតិសហគមន៍ដើម្បីសិក្សាស្វែងយល់អំពីប្រព័ន្ធអប់រំកុមារតូចនិងជីវភាពរស់នៅឪពុកម្ដាយរបស់ពួកគេYes, this week we are here with multiple យើងមកប្រទេសកម្ពុជាដើម្បីសិក្សាពីប្រព័ន្ធអប់រំនៅក្នុងប្រទេសជាមួយនឹងក្រុមសមាជិកសភា Belgium ហើយនៅពេលដែលយើងត្រឡប់ទៅវិញនឹងយកអ្វីដែលបានរៀននេះដើម្បីបន្តការជួយទៅលើវិស័យអប់រំនៅក្នុងកម្ពុជាតាមរយៈដំណើរទស្សនកិច្ចសិក្សានេះខ្ញុំឃើញថាប្រព័ន្ធអប់រំនៅក្នុងប្រទេសកម្ពុជាពិតជាមានការងើបឡើងហើយទាំងអស់គ្នាពិតជាយកចិត្តទុកដាក់ទៅលើការអប់រំរួមជាមួយគ្នានេះខ្ញុំឃើញថាមានការប្រែប្រួលប្រព័ន្ធអប់រំហើយខ្ញុំក៏កំពុងតែសាកល្បង
រដ្ឋមន្ត្រីក្រសួងអប់រំថ្មីក៏បានធ្វើឲ្យមានការផ្លាស់ប្ដូរជាច្រើនអ្វីដែលខ្ញុំបានឃើញគឺជាឧទាហរណ៍ពីមុនមិនសូវជាមានសាលារៀនបន្តីសហគមន៍នោះទេតែឥឡូវគឺមានច្រើនដែលនេះគឺបានផ្ដល់នូវក្តីសង្ឃឹមទៅដល់កុមារតូចៗនិងសហគមន៍ទាំងមូល We're happy as Plan Belgium to have relations with យើងសប្បាយរីករាយនឹងធ្វើការជាមួយនឹងអង្គការ Plan កម្ពុជាជាច្រើនឆ្នាំមកហើយទៅលើកម្មវិធី2គឺកម្មវិធីសុខភាពបន្តពូជនិងការងារអភិវឌ្ឍកុមារតូចនៅខេត្តសៀមរាបនិងខេត្តរតនគិរីហើយការមកទស្សនកិច្ចនេះផងដែរយើងក៏មានឱកាសជួបពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីក្រសួងអប់រំរដ្ឋសភាកម្ពុជានិងដៃគូអភិវឌ្ឍន៍នានាយើងបានរៀនសូត្រច្រើនពីអ្នកទាំងអស់គ្នាហើយពេលយើងត្រឡប់ទៅវិញនោះយើងនឹងពំនាំសារសំខាន់ដែលទាក់ទងនឹងការអប់រំជាពិសេសការអប់រំសម្រាប់កុមារតូចទៅដល់ប្រជាពលរដ្ឋនៅប្រទេសបែលហ្សិកដើម្បីរកជំនួយបន្ថែមសម្រាប់កុមារនៅកម្ពុជាពីព្រោះថាការអប់រំធ្វើឲ្យមានការផ្លាស់ប្ដូរវិជ្ជមានទូទាំងពិភពលោកសូមបញ្ជាក់ថានេះជាលើកទី1ហើយដែលសភារបស់ប្រទេសបែលហ្សិកបានអញ្ជើញមកទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជាដែលកន្លងមកអង្គការ Plan មិនធ្លាប់បានអញ្ជើញសភារបស់ប្រទេសណាមួយមកទស្សនកិច្ចនោះទេទាក់ទងទៅនឹងប្រព័ន្ធអប់រំទាំងមូលនៅប្រទេសកម្ពុជាយ៉ាងនេះជាការពិតវត្ថុបំណងនៃការអញ្ជើញចូលរួមគឺចង់ស្វែងយល់អំពីប្រព័ន្ធអប់រំនៅប្រទេសកម្ពុជាជាពិសេសគឺជួយអប់រំដល់កុមារតូចនេះបើតាមការឲ្យដឹងពីលោកកេតុចន្ទោអ្នកឯកទេសអប់រំប្រចាំអង្គការ Plan នៅក្នុងការដំណើរមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានេះគឺថាមានរយៈពេល5ថ្ងៃគឺចាប់ផ្ដើមពីថ្ងៃទី19មកដល់ថ្ងៃទី23នៅខែមករានេះហើយគម្រោងក្នុងការជួបនោះគឺថាយើងជួបជាដំបូងជាមួយនឹងឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំហើយបន្តមកទៀតយើងជួបជាមួយនឹងគណៈកម្មការបច្ចេកទេសតាមនយោបាយកឋានជំនាញនីមួយៗមាននយោបាយកឋានបឋមសិក្សានយោបាយកឋានកុមារតូចមាននយោបាយកឋានបណ្ដុះបណ្ដាលហើយនិងនយោបាយកឋានអភិវឌ្ឍកម្មវិធីសិក្សាព្រមទាំងនយោបាយកឋានមធ្យមសិក្សាផងដែរដើម្បីស្វែងយល់អំពីការសិក្សានៅក្នុងប្រទេសកម្ពុជាយើងទាំងមូលហើយដែលឡែកពីនឹងទៅទៀតគឺថាយើងមានកម្មវិធីក្នុងការដែលជួបជាមួយនឹង bilateral ឬក៏ multilateral មាន donor ជាមួយនឹង UNICEF UNESCO World Bank ADB ដើម្បីស្វែងយល់អំពីតើប្រព័ន្ធនៃការអប់រំក៏ដូចគ្នាទៅដំណើរការនៃការអប់រំនៅក្នុងប្រទេសកម្ពុជាយ៉ាងម៉េចលោកកេតុចន្ទោបានឲ្យដឹងទៀតថាក្នុងរយៈពេល10ឆ្នាំមុនឬ5ឆ្នាំមុននិងរហូតមកដល់ពេលបច្ចុប្បន្ននេះវិស័យអប់រំមានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់ជាក់ស្ដែងដូចជានៅក្នុងភូមិត្បៃនេះផ្ទាល់ដោយកាលពីមុនឪពុកម្ដាយមិនមានការយល់ដឹងអំពីការអប់រំនេះប៉ុន្មាននោះទេលើសពីនេះទៅទៀតឪពុកម្ដាយគឺមិនឲ្យកូនរបស់ពួកគាត់មកសិក្សានៅសាលាមត្តេយ្យសូម្បីតែចាក់វ៉ាក់សាំងក៏ពួកគាត់មិនសូវមានការជឿជាក់នោះដែរប៉ុន្តែបន្ទាប់ពីមានការអប់រំមកយើងឃើញថាឪពុកម្ដាយមានការយល់ដឹងច្រើននិងបញ្ជូនកូនរបស់ពួកគាត់មកសាលារៀនព្រមទាំងយល់ដឹងថាវិស័យអប់រំគឺជាវិស័យមួយដ៏ល្អព្រោះចង់ឲ្យមានការអប់រំដល់កូនតូចៗរបស់ពួកគាត់កុំឲ្យល្ងឹតល្ងងដោយពួកគាត់ទៀតខ្ញុំគិតថាជាការល្អក្នុងការដែលបន្តធ្វើសកម្មភាពការងារមិនថាត្រឹមតែនៅក្នុងអង្គការ Plan ទេគឺវិស័យអប់រំពីព្រោះយើងគិតថាការអប់រំមានតែការអប់រំទេដែលធ្វើឲ្យមានការអភិវឌ្ឍហើយនឹងកាត់បន្ថយភាពក្រីក្រពិតប្រាកដបើមិនជាគ្មានការអប់រំទេប្រទេសណាក៏ដោយនោះគឺនឹងដើរថយក្រោយហើយការអប់រំគឺឆ្ពោះទៅមុខហើយមានការប្រែប្រួលមានការអភិវឌ្ឍហើយនឹងកាត់បន្ថយភាពក្រីក្រដូច្នេះហើយអង្គការ Plan បានបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលមិនទទួលបានការយកចិត្តទុកដាក់និងក្រីក្របំផុតតាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការរបស់ខ្លួនដើម្បីបង្កើនការចូលរៀនរបស់កុមារតូចនៅតាមសាលាមត្តេយ្យសហគមន៍បង្កើតផែនការយុទ្ធសាស្ត្រផ្នែកអប់រំសម្រាប់កម្មវិធីគាំពារនិងអភិវឌ្ឍកុមារតូចឆ្នាំ2014-2018ដើម្បីផ្ដល់យោបល់ក្នុងការកំណត់សូចនករដែលគ្រប់គ្រងសមាហរណកម្មអន្តរាគមន៍កម្មវិធីគាំពារនិងការអភិវឌ្ឍកុមារតូចថ្នាក់ជាតិនិងខិតខំបំពេញការងាររបស់ខ្លួនក្នុងតំបន់ដែលប្រឈមនឹងគ្រោះមហន្តរាយក្នុងប្រទេសដើម្បីកសាងសមត្ថភាពកុមារនិងយុវជនឲ្យចូលរួមក្នុងការធានាសុវត្ថិភាពក្នុងការសិក្សារបស់ពួកគេគម្រោងពង្រឹងសម្លេងកុមារដើម្បីការលើកកម្ពស់សុវត្ថិភាពសាលារៀនដែលអនុវត្តក្នុងសាលាចំនួន12ក្នុងឃុំចំនួន11ស្រុកចំនួន4ក្នុងខេត្តសៀមរាបកំពង់ចាមខេត្តរតនគិរីនិងក្រុងភ្នំពេញ
សាលារៀនទាំងនោះនឹងក្លាយជាសាលារៀនសុវត្ថិភាពគំរូក្នុងខេត្តនិងក្រុងគោលដៅទាំងនេះនៅក្នុងនោះអង្គការ Plan បានបង្កើតការទទួលសម្ភារៈអនាម័យក្នុងភូមិដោយការសាងសង់អណ្ដូងទឹកនិងការដំឡើងប្រព័ន្ធចម្រោះទឹកស្អាតសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ដាច់ស្រយាលផងដែរសូមបញ្ជាក់ថាអង្គការ Plan អន្តរជាតិកម្ពុជាបានសហការជាមួយនឹងអង្គភាពជាច្រើនដែលមានគោលដៅរួមក្នុងការលើកកម្ពស់ជីវភាពរបស់កុមារសហគមន៍និងសង្គមដើម្បីឲ្យពួកគេរស់នៅឲ្យមានភាពប្រសើរឡើងដែលដៃគូរួមមានក្រសួងភ្នាក់ងារអង្គការសហប្រជាជាតិស្ថានទូតអន្តរជាតិអង្គការមិនមែនរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលនានា